វិនិយោគពេលវេលារបស់ខ្លួនឯងនៅពេលដែលអ្នកផ្ដោតពេលវេលាទៅលើការអភិវឌ្ឍខ្លួនឯងទាំងស្រុងពេលនោះអ្នកនឹងរកឃើញគន្លឹះរស់នៅក្នុងជីវិតដែលពោរពេញទៅដោយសេចក្តីសុខច្រើនជាងការទុក្ខព្រួយបើអ្នកផ្ដោតគំនិតទៅលើភាពខ្លាំងនិងចំណង់ចំណូលចិត្តរបស់អ្នកច្រើនកម្រិតណាអ្នកនឹងរកឃើញខ្លួនឯងកាន់តែច្បាស់ប៉ុណ្ណោះដែរនៅពេលដែលអ្នករកក្តីស្រមៃរបស់ខ្លួនឯងជាអ្វីអ្នកប្រកាសជាពេញចិត្តទៅនឹងកិច្ចការងារដែលអ្នកធ្វើប្រចាំថ្ងៃដោយមិនចាំបាច់អ្នកណាមកបង្ខំឲ្យអ្នកធ្វើទៀតឡើយដោយសារតែកិច្ចការនោះជាអ្វីដែលអ្នកស្រឡាញ់ចូលចិត្តទើបអ្នកចង់ធ្វើវារហូតភ្លេចបាយភ្លេចទឹកក៏មានដែរបើអ្នកមានក្តីស្រមៃដក់ជាប់ក្នុងចិត្តជាយូរណាស់មកហើយវាដល់ពេលដែលអ្នកត្រូវចាប់ផ្ដើមវិនិយោគទុនពេលវេលាដាក់ចិត្តដាក់កាយដាក់គោលដៅចេញធ្វើសកម្មភាពអ្វីដែលតាក់ទងជាមួយនឹងកិច្ចការងារនោះជារៀងរាល់ថ្ងៃពេលនោះក្តីស្រមៃដែលអ្នកតែងតែមើលឃើញក្នុងចិត្តតែម្នាក់ឯងនោះវានឹងក្លាយទៅជាការពិតបង្ហាញឲ្យអ្នកដទៃបានឃើញនិងទទួលបានប្រយោជន៍ចេញពីការស្រមៃរបស់អ្នកជាក់ជាមិនខាន